ក្រុងលួងព្រះបាំងនៃប្រទេសឡាវគឺជាទីកន្លែងដែលមានប្រវត្តិជាប់តាក់ទងជាមួយនឹងនគរខ្មែរគួរឲ្យចាប់អារម្មណ៍ហើយក៏ជាទីក្រុងដែលខ្ញុំចាប់ចិត្តអាចនិយាយបានថាស្រឡាញ់បំផុតបន្ទាប់ពីខេត្តសៀមរាបអញ្ចឹងបងប្អូនដោយសារតែនៅនេះទីក្រុងបុរាណទីក្រុងបេតិកភណ្ឌខ្ញុំនឹងនាំបងប្អូនទៅដឹងប្រវត្តិខ្លះៗរបស់ទីក្រុងលួងព្រះបាំងដែលមានប្រវត្តិជាប់ពាក់ព័ន្ធជាមួយនឹងខ្មែរយើងផងដែរអានេះត្រួសខ្លះៗបងប្អូនមិន detail ទេគ្រាន់តែចង់បងប្អូនបានដឹងមុននឹងយើងទៅមើលសម្រស់ភាពតាក់ទាញនៃទីក្រុងមួយនេះលួងព្រះបាំងឬក៏ខ្មែរយើងនិយាយថាលួងព្រះបាំងបងប្អូនប្រកាសជាធ្លាប់ឮហើយគឺជាទីក្រុងបេតិកភណ្ឌមួយនៅភាគខាងជើងនៃប្រទេសឡាវហើយខ្ញុំបានធ្វើដំណើរកំសាន្តទៅដល់អាចនិយាយបានថាខ្ញុំស្រឡាញ់ទិដ្ឋភាពបរិយាកាសក៏ដូចជាវប្បធម៌ប្រពៃណីនៅនោះមែនតើហើយក៏ខ្ញុំបានដឹងដែរថាទីក្រុងនេះគឺមានប្រវត្តិជាប់តាក់ទិនជាមួយនឹងនគរខ្មែរយើងគឺស្រីយសោធរបុរាណអញ្ចឹងក៏ជំរុញទឹកចិត្តខ្ញុំឲ្យទៅដល់ទីតាំងដ៏ឆ្ងាយមួយនេះតាមពិតទៅទីក្រុងមួយនេះគឺមានប្រវត្តិជាប់តាក់ទងជាមួយនឹងនគរខ្មែរយើងស៊ីជម្រៅមែនតើគ្រាន់ថាប្រភពយោងទៅតាមឯកសារឬក៏យើងរៀនពីសាលារៀននេះគឺពុំសូវមានទេខាងខ្មែរយើងភាគច្រើនគឺប្រភពពីបរទេសហើយខាងឡាវក៏គេបានដឹងបានឮច្រើនដែរបងប្អូនកុំភ្លេចគាំទ្រផលិតផលខ្មែរទាំងអស់គ្នា We Active ជាផលិតផលកូនខ្មែរភេសជ្ជៈកីឡាដំបូងបំផុតនៅកម្ពុជារក្សានិងបំពេញជាតិទឹកក្នុងខ្លួនបានល្អព្រះបាំងមានន័យថាព្រះពុទ្ធរូបដ៏ពិសិដ្ឋតំណាងឲ្យចំណងមិត្តភាពខ្មែរលាវហើយនេះគឺជារូបព្រះបាំងដែលតម្កល់នៅហោព្រះបាំងដែលអតីតកាលគឺជាព្រះបរមរាជវាំងហើយបច្ចុប្បន្នត្រូវបានដាក់ទៅជាសារមន្ទីរជាតិរបស់ប្រទេសឡាវផងដែរប្រវត្តិជាប់តាក់ទងជាមួយនឹងនគរខ្មែរមានពីរប្រភពធំក៏ប៉ុន្តែសម្រាប់វីដេអូមួយនេះខ្ញុំនឹងលើកយកប្រភពទី1ដែលភាគច្រើនខ្មែរយើងទទួលដឹងឮនិងសិក្សាជាប់តាក់ទងជាមួយនឹងប្រភពនេះហើយប្រភពទី2អត់សូវមានអ្នកលើកមកនិយាយនោះទេមុននឹងទៅដឹងអំពីប្រវត្តិរបស់ទីក្រុងលួងព្រះបាំងបងប្អូនត្រូវដឹងអំពីប្រវត្តិរបស់ព្រះបាទហ្វាងុំតើព្រះបាទហ្វាងុំជានរណាហេតុអីបានជាព្រះបាទហ្វាងុំមានប្រវត្តិជាប់តាក់ទងជាមួយនឹងនគរខ្មែរព្រះបាទហ្វាងុំគឺជាព្រះរាជបុត្រានៃរដ្ឋបុរីមឿងសោក៏ប៉ុន្តែត្រូវបាននិរទេសចេញពីរដ្ឋបុរីមួយនេះដោយសារតែមានហេតុផលចំនួន2ទី1គឺព្រះអង្គប្រសូតមកមានធ្មេញចំនួន33ទី2គឺគេប៉ាន់ប្រមាណថាប្រហែលជាព្រះបិតារបស់ទ្រង់ឆ្លោះគ្នាជាមួយនឹងព្រះមេដានៃរដ្ឋបុរីមឿងសោនេះអញ្ចឹងត្រូវនិរទេសខ្លួនចេញមកជ្រកកោននៅនគរខ្មែរការជ្រកកោននេះគេស្មានថាអាចនឹងនៅក្នុងកំឡុងឆ្នាំ1320ហើយនៅក្នុងកំឡុងឆ្នាំនេះគឺមានព្រះជាខ្មែរដែលគេអាចនឹងប៉ាន់ប្រមាណថាមាន2អង្គអាចនឹងព្រះបាទជ័យវរ្ម័នទី9ឬក៏ព្រះបាទឥន្ទ្រវរ្ម័នទី4ក៏ប៉ុន្តែប្រភពភាគច្រើនគឺដាក់ថាព្រះបាទជ័យវរ្ម័នទី9ហើយនៅពេលដែលព្រះអង្គចម្រើនវ័យអញ្ចឹងទៅព្រះបាទជ័យវរ្ម័នទី9ក៏បានអភិសេកព្រះអង្គជាមួយនឹងព្រះនាងខ្មែរយើងដែលមានឈ្មោះថាព្រះនាងកែវកនិកាអក្សរឡាតាំងខ្លះដាក់ថាព្រះនាងកែវកញ្ញាឬក៏ព្រះនាងកែវកល្យានដូច្នេះបន្ទាប់ពីធំធាត់ឡើងនៅលើនគរខ្មែរទាំងការរៀនសូត្របណ្ដុះជំនាញទេពកោសល្យរបស់ខ្លួនព្រះបាទហ្វាងុំក៏ត្រូវបានព្រះបាទជ័យវរ្ម័នទី9បកុលកងទ័ពចំនួន10000ដើម្បីទៅបង្រួបបង្រួមជាតិឡើងវិញហើយនៅពេលដែលបង្រួបបង្រួមជាតិនឹងដណ្ដើមបាននគរខ្លួនក៏បានដាក់ឈ្មោះថានគរឡានឆាងឬក៏នគរឡានសាងបកជាខ្មែរថានគរដំរីរាប់លានដូច្នេះបន្ទាប់ពីទទួលបានជោគជ័យព្រះអង្គក៏អភិសេកទៅជាស្ដេចនៃនគររាប់លានហើយព្រះនាងកែវកនិកាក៏បានយាងទៅជាមួយនៅពេលដែលទៅដល់ទីតាំងនគររាប់លានហ្នឹងព្រះនាងមើលឃើញថានៅតំបន់នោះគឺសាសនាក៏ដូចជាទំនៀមទម្លាប់របស់ពលរដ្ឋនឹងមើលទៅគឺមានភាពខុសខើមែនតើដូចជាពិធីបូជាយ៉ាញ់អីជាដើមដូច្នេះព្រះនាងកែវកនិកាក៏បានសុំព្រះបិតារបស់ខ្លួនគឺរូបបរិមាព្រះបាំងនេះហើយដើម្បីផ្លាស់ប្ដូរទំនៀមទម្លាប់ប្រពៃណីនៅនោះអញ្ចឹងក៏ប្រជាជននៅនគរដំរីរាប់លាននេះបានផ្លាស់ប្ដូរទំនៀមទម្លាប់របស់ខ្លួនគោរពសាសនាព្រះពុទ្ធហើយប្រជាពលរដ្ឋនឹងគឺគោរពព្រះបាំងណាស់ជាព្រះពុទ្ធបដិមាដ៏ស័ក្តិសិទ្ធិបំផុតនៃនគររបស់ខ្លួនហើយក្រៅពីដង្ហែព្រះពុទ្ធបដិមាព្រះបាំងទៅកាន់នគររាប់លានព្រះនាងក៏បានយកសិល្បៈវប្បធម៌ជាច្រើនដែលបន្សល់ទុកមកដល់បច្ចុប្បន្នហើយប្រជាជនឡាវគឺទទួលស្គាល់តែម្ដងហើយព្រះនាងគឺមានឥទ្ធិពលណាស់ដោយសារតែព្រះនាងគឺជាមហេសីទី1នៃព្រះបាទហ្វាងុំហើយក៏ជាស្ត្រីមួយរូបដ៏ពូកែដ៏ខ្លាំងនៅពីក្រោយការបង្កើតអាណាចក្រដំរីរាប់លានហើយក៏បន្តមកទៀតក៏ទីក្រុងមួយនេះផ្លាស់ប្ដូរឈ្មោះទៅជាលួងព្រះបាំងដោយយកលំនាំនិងឈ្មោះតាមព្រះពុទ្ធបដិមាដ៏ល្បីអញ្ចឹងនេះគឺជាប្រវត្តិខ្លះៗបងប្អូនហើយព្រះនាងកែវកនិកាបន្ទាប់ពីរៀបអភិសេកជាមួយនឹងព្រះបាទហ្វាងុំបាន15ឆ្នាំក៏សោយទីវង្គតទៅហើយក៏មានប្រវត្តិតទៅទៀតបងប្អូនហើយព្រះពុទ្ធបដិមាព្រះបាំងនេះណាបងប្អូនត្រូវចោលសៀមលួចចំនួន2ដងចាំមើលខ្ញុំនឹងធ្វើវីដេអូក្រោយទៀត
ក៏វីដេអូនេះវែងបាត់ហើយបងប្អូននឹងសាច់រឿងនេះទៀនវែងបាទខ្ញុំនិយាយពីប្រភពទី2ទៀតគឺកាន់តែវែងឆ្ងាយគ្រាន់តែនេះគឺជាប្រវត្តិជាប់តាក់ទងមួយចំនួនដែលប្រជាជនឡាវទទួលស្គាល់ក៏ដូចជាខ្មែរយើងបានដឹងបានឮទាំងអស់គ្នាហើយនៅវីដេអូក្រោយៗខ្ញុំនឹងនិយាយដូចខ្ញុំបានលើកឡើងអញ្ចឹងតាក់ទងជាមួយនឹងចៅសៀមដែលបានលួចប្រពុតបដិមាព្រះបាងចំនួន2លើកហើយនឹងដំណើរកំសាន្តទេសចររបស់ខ្ញុំនៅទីក្រុងហ្លួងព្រះបាង